សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីវិធីគុណក្នុងពេលតែមួយសម្រាប់ទិន្នន័យទាំងអស់នេះដើម្បីកុំឲ្យខាតពេលយូរនឹងយើងចាប់ផ្ដើមទាំងអស់គ្នាដើម្បីគុណលេខ1000នេះចូលទៅក្នុង cell នេះទាំងអស់ក្នុងពេលតែមួយដំបូងយើងត្រូវ copy តួលេខ1000នេះបន្ទាប់មកយើង select យកទិន្នន័យទាំង number 1និង number 2បន្ទាប់មកចូលត្រង់កន្លែង paste រើសយកពាក្យថា paste special បន្ទាប់មកទៀតនៅត្រង់កន្លែងនេះកន្លែង operation នេះចុចត្រង់ multiply ហើយនៅត្រង់កន្លែង paste យើងយកពាក្យថា value នោះមានន័យថានៅពេលដែលយើង copy paste ទិន្នន័យអស់ហើយគឺអត់មានជាប់រូបមន្តអ្វីទាំងអស់គឺចេញជាតួលេខតែម្ដងអញ្ចឹងបន្តមកខ្ញុំចុច OK នេះយើងបានហើយគឺទិន្នន័យទាំងអស់នេះគឺគុណជាមួយនឹង1000តមកយើងអាចធ្វើការរៀបចំទិន្នន័យនេះឲ្យបានស្អាតគឺយើងធ្វើការកាត់ក្បៀសបែបនេះ